ដល់មកទៀតនេះនាងខ្ញុំសូមគោរពអញ្ជើញលោកសុកគិនប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជាមានមតិស្វាគមន៍និងចំណាប់អារម្មណ៍ទៅកាន់អង្គពិធីទាំងមូលចាសូមគោរពអញ្ជើញប្រជាពលរដ្ឋមនុស្សទូទៅមិនថាអ្នកធំមិនថាអ្នកតូចមិនថាអ្នកមានមិនថាអ្នកក្រវាអាចប៉ះពាល់គ្រប់គ្នាហេតុអីបានខ្ញុំនិយាយថាអាចប៉ះពាល់គ្រប់គ្នាពួកយើងគិតថាស្ថានភាពមួយនេះសុទ្ធតែជាអ្នកមានអាចមកអង្គុយទីនេះបានអាចជួលកន្លែងនេះបានវិឡាល្អសុទ្ធតែជាអ្នកផ្ទះអ្នកមានប៉ុន្តែយើងបានគិតទេថាផ្ទះអ្នកមានទាំងអស់នោះមានសម្ភារៈប្រើប្រាស់មានពីដានមនាងសិលាអីផ្សេងអត់ការ៉ូឬមួយក៏ជញ្ជាំងអីផ្សេងហ្នឹងប្រកាសទេថាអត់អាបេស្តុខ្ញុំគិតថាមិនប្រកាសទេហេតុអីដោយសារតែពីដើមឡើងខ្ញុំបានពិភាក្សាដោយអាដាមចាប្រធានក៏បានលើកឡើងថាដោយសារតែបរិបទកន្លងមកយើងអត់បានស្គាល់ទេអាបេស្តុកន្លងមកគឺយើងទទួលអតិពលពីប្រទេសអ្នកមានគេជាអ្នកផលិតគេជាអ្នកនាំចូលចុងក្រោយគឺផលប៉ះពាល់គឺយើងហើយអង្គការ AFEDA យើងកន្លងមកដោយយើងមានការគ្រប់គ្រងថវិកាពីខាងរដ្ឋាភិបាលអូស្ត្រាលីនិងរដ្ឋាភិបាលស្វីសយើងបានធ្វើការយ៉ាងសកម្មក្នុងការគ្រប់គ្រងទាក់ទងទៅនឹងការពារសុវត្ថិភាពសុខភាពនៅក្នុងវិស័យការងារហើយនឹងការផ្សព្វផ្សាយទៅលើសារធាតុអាបេស្តុសនៅកម្ពុជាតាមរយៈវិធីសាស្ត្រដែលយើងធ្វើការសហការជាមួយភាគីពាក់ព័ន្ធអង្គការទាំងសហជីពនៅទីនេះផងដែរហើយយើងក៏ធ្វើការសហការជាមួយនឹងរាជរដ្ឋាភិបាលផងដែរជាពិសេសគឺយើងមានការសហការជាមួយនឹងក្រសួងការងារនៅបណ្ដុះបណ្ដាលវិជ្ជាជីវៈទៅលើការលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃសារធាតុអាបេស្តុសដាក់បញ្ចូលទៅក្នុងជំងឺវិជ្ជាជីវៈនៅថ្នាក់ជាតិទន្ទឹមនឹងនេះដែរយើងក៏បានជាមួយនឹងក្រសួងដែនដីនិងសំណង់ AFEDA ក៏ធ្វើការគ្រប់គ្រងទៅលើការរឹតបន្តឹងការប្រើប្រាស់សារធាតុអាបេស្តុសរួមទាំងការដាក់ផ្លាកសញ្ញាសម្គាល់ទៅលើវត្ថុដែលមានសារធាតុអាបេស្តុសជាមួយនឹងក្រសួងសុខាភិបាល AFEDA គ្រប់គ្រងទៅដល់ការកសាងសមត្ថភាពទៅលើការវិភាគទៅលើការវិនិច្ឆ័យទៅលើពាក់ព័ន្ធទៅនឹងរោគសញ្ញាផ្សេងៗដែរសារធាតុអាបេស្តុសបន្ថែមពីនេះទៀតនាយកដ្ឋានពេទ្យការងារបានរៀបចំសិក្ខាសាលាថ្នាក់ជាតិការអនុវត្តផែនការសកម្មភាពពាក់ព័ន្ធនឹងសារធាតុអាបេស្តុសនៅក្នុងផែនការមេលើកទី3ស្ដីពីសុវត្ថិភាពនិងសុខភាពការងារឆ្នាំ2023-2027កាលពីថ្ងៃទី31ខែតុលា2023ក្រោមកិច្ចសហការជាមួយអង្គការ AFEDA ប្រចាំកម្ពុជាដែលមានអ្នកចូលរួមមកពីបណ្ដាក្រសួងអង្គការដៃគូពាក់ព័ន្ធសរុបប្រហែល100នាក់ជាងនេះទៅទៀតការលើកកម្ពស់យល់ដឹងអំពីសារធាតុអាបេស្តុសគឺជាចំណុចអាទិភាពដែលក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ក្នុងនោះក្រសួងនឹងបន្តសហការជាមួយក្រសួងស្ថាប័នដៃគូពាក់ព័ន្ធដើម្បីបញ្ជ្រាបការយល់ដឹងនិងការផ្សព្វផ្សាយអំពីហានិភ័យនិងផលប៉ះពាល់នៃសារធាតុអាបេស្តុសនិងការបោះពុម្ពលិខិតណែនាំផ្សេងក្នុងចំណោមកម្មករនិយោជិកសមាគមនិយោជកនិងភាគីពាក់ព័ន្ធផងដែរតើតើនឹងគម្រោងអាបេស្តុសនេះដែរយើងមានសកម្មភាពចំនួន5ដែលយើងបានធ្វើការបដិបដាទៅដល់សមាជិកក៏ដូចជាកម្មកររបស់យើងបាទជាង 5000 នាក់មកហើយពេលបច្ចុប្បន្ននេះយើងកំពុងតែអនុវត្តគម្រោងបន្តទៀតរយៈពេល2ឆ្នាំគឺ2025ដល់2027បាទបើផ្នែក law អត់វិញពីមុនមកគឺអត់ដែរស្គាល់ទេបសថាជាអីប៉ុន្តែឥឡូវនេះចាប់ផ្ដើមមានម្ដាចាប់ផ្ដើមចុះបានច្រើនផ្នែក law អត់ដែលទទួលបានចុះបញ្ជីនៅបសប៉ុន្តែវាមានបញ្ហាខ្លះហ្នឹងគឺ law ខ្លះគាត់បានចុះបញ្ជីនៅបសប៉ុន្តែបញ្ជូនអត់អស់ឈ្មោះកម្មករនៅក្នុង law អត់ហ្នឹងមានតែលាក់បាំងខ្លះអីចឹងទៅឬក៏ខ្សែមេការអញ្ចឹងបានចុះបញ្ជីកន្លែងខ្លះនៅអញ្ចឹងអាកន្លែងហ្នឹងការងារហ្នឹងយើងនៅធ្វើបន្តទៀតបាទតកតងនឹងលទ្ធផលនៃការជំរុញសារធាតុបេស្តុសហ្នឹងគឺដោយអាដាមគាត់បានបញ្ជាក់ហើយមកន័យថាក្រសួងបានធ្វើកិច្ចការនេះច្រើនជាមួយនឹងស្ថាប័នពាក់ព័ន្ធក៏ដូចជាអង្គការដៃគូមួយចំនួនជាពិសេសអង្គការ AFEDA ហ្នឹងគឺយើងធ្វើច្រើនតកតងនឹងពិសេសអង្គការ ILO ក៏ដោយគឺយើងធ្វើភាគច្រើនគឺទៅលើការបញ្ជាការយល់ដឹងអញ្ចឹងក្រសួងគឺកន្លងមកយើងធ្វើបានតកតងនឹងកម្រងព័ត៌មានជាតិលើកទី2តកតងនឹងសារធាតុបេស្តុសហ្នឹងនៅក្នុងឆ្នាំ2022
ក៏បានរៀបចំសិក្ខាសាលាទាក់ទងនឹងការលើកកម្ពស់សារធាតុបេស្តុងហ្នឹងដោយសហការជាមួយអង្គការ ILO ក៏ដូចជាអង្គការ FIDA ដែរយើងបានរៀបចំទិវាពិភពលោកស្តីពីសុខភាពការងារឆ្នាំនេះគឺយើងផ្ដោតទៅលើភាពតានតឹងដោយកម្ដៅហើយនឹងសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការយើងបានរៀបចំន័យថាផែនការមេលើកទី3ក្នុងហ្នឹងគឺយើងសហការជាមួយអង្គការអន្តរជាតិខាងការងារយើងបានរៀបចំទៅលើសិក្ខាសាលាវិយតម្លៃការអនុវត្តផែនការមេលើកទី3ហ្នឹងបានចំនួន1លើកហើយអញ្ចឹងដែលយើងបង្កើតគូហ្នឹងគឺយើងត្រូវរៀបចំធ្វើម៉េចគឺរៀបចំជាក្របខ័ណ្ឌមួយឲ្យដៃគូពាក់ព័ន្ធហ្នឹងគឺគាត់អនុវត្តឲ្យប្រសើរឡើងបន្ថែមទៀតទាក់ទងនឹងផែនការអាណត្តិបន្ទាប់បាននៅឆ្នាំបន្តទៀតតាមរយៈអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដីគឺយើងក៏បានទៅធ្វើការសិក្សាបាទដល់ប្រទេសអូស្ត្រាលីរុស្ស៊ីថៃយើងចុះទៅមើលរោងចក្រដែលផលិតអំពីសម្ភារៈសំណង់ដែលប្រើសារធាតុបេស្តុងហ្នឹងគឺយើងបានចុះទៅសិក្សាផ្ទាល់បាទដើម្បីដឹងដើម្បីយកស្វែងយល់ហើយនឹងយកមកធ្វើការចងក្រងជាបទបញ្ញត្តិដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយើងបាទក្នុងនាមក្រសួងរៀបចំដែនដីក៏មានយោបល់ខ្លះៗដើម្បីការប្រុងប្រយ័ត្ននឹងការប្រើប្រាស់សម្ភារៈសំណង់ដែលមានសារជាតិបេស្តុងនេះគឺយើងកម្ពុជាគួរធ្វើការសម្រេចចិត្តឬបន្តឈប់ប្រើប្រាស់អីហ្នឹងគឺអាស្រ័យទៅលើរាជរដ្ឋាភិបាលកម្ពុជាព្រោះបើសិនជាយើងឈប់ក៏សម្ភារៈសំណង់មួយចំនួនដែលយើងតម្រូវប្រើប្រាស់នៅក្នុងការសាងសង់អគារថ្មីខ្ពស់ទំនើបក៏តម្រូវឲ្យមានសម្ភារៈទំនើបអស់នេះហើយមានគុណភាពនេះប្រើប្រាស់ដែរអញ្ចឹងក៏ត្រូវមានការយកចិត្តទុកដាក់និងពិចារណានិងគិតគូរឲ្យបានហ្មត់ចត់ពីសំណាក់រាជរដ្ឋាភិបាលអញ្ចឹងនៅក្នុងនេះដែរគឺយោបល់មួយទៀតគឺចំពោះវិធានការគ្រប់គ្រងប្រើប្រាស់ជាតិបេស្តុងប្រកបដោយប្រសិទ្ធភាពបាទអញ្ចឹងគឺយើងត្រូវបង្កើតបទបញ្ញត្តិគិតបទដ្ឋានផ្សេងបាទនៅពេលដែលត្រូវបានគេសន្មតថាសមាជិកបសសនឹងគាត់មានជំងឺវិជ្ជាជីវៈអត្ថប្រយោជន៍របស់គាត់គឺត្រូវបានការពារគឺព្យាបាលដូចនៅពេលដែលសមាជិកបសយើងគ្រោះថ្នាក់ការងារចឹងការព្យាបាលរហូតដល់ជាអានេះគឺហៅសេវាព្យាបាលថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យដៃគូបសគឺយើងព្យាបាលដល់ទៅជាទី2លក្ខខណ្ឌគ្រោះថ្នាក់ការងារយើងបច្ចុប្បន្នហ្នឹងក៏ចង់ជម្រាបជូនទៅអង្គប្រជុំដែរថានៅពេលណាដែលសមាជិកយើងគ្រោះថ្នាក់ឬក៏មានជំងឺវិជ្ជាជីវៈការព្យាបាលមកជានៅក្នុងមន្ទីរពេទ្យដៃគូបូកជាមួយនឹងការពិនិត្យទៅលើរូបរាងកាយរបស់គាត់ថាប្រសិនបើគាត់គ្រោះថ្នាក់អញ្ចឹងតើសមាជិកបសហ្នឹងគាត់ទទួលរងនូវភាពពិការអត់អញ្ចឹងដែលជាទូទៅយើងតែងតែមានច្បាប់សិទ្ធិពិការទៅលើការកំណត់អត្តសញ្ញាណជនពិការមួយចំនួនណាអញ្ចឹងបើនៅក្នុងគ្រោះថ្នាក់ការងារក៏គេមានកំណត់ដែរពិការនៅពេលណាដែលសមាជិកបសម្នាក់ត្រូវបានវាយតម្លៃថាគាត់ពិការក្រោម 20% បាត់បង់រូបរាងកាយក្រោម 20% បសបានផ្ដល់ថវិកាសរុបទូទាត់សំណងឲ្យគាត់ផ្ដាច់មកកញ្ចប់តែម្ដងតែបើសិនបើគាត់ពិការកម្រិតចាប់ពី 20% ឡើងទៅគឺយើងផ្ដល់ការការពារឲ្យគាត់ផ្ដល់ជាប្រាក់ឧបត្ថម្ភជារៀងរាល់ខែបាទទី1គឺយើងផ្ដល់ការគ្រប់គ្រងដល់រាជរដ្ឋាភិបាលក៏ដូចជាដៃគូសង្គមក្នុងការរៀបចំនៅច្បាប់ទាក់ទងនឹងសុខភាពនិងសុខភាពការងារដែលច្បាប់នេះគឺវាចូលរួមចំណែកដោយផ្ទាល់និងដោយប្រយោលដល់ការគ្រប់គ្រងនិងការទប់ស្កាត់នៅផលប៉ះពាល់ដែលបណ្ដាលមកពីសារធាតុបេស្តុងយើងក៏បានធ្វើការគ្រប់គ្រងដល់ការងារក្នុងការស្វែងយល់ក៏ដូចជាគ្រប់គ្រងដល់សហគ្រាសគ្រឹះស្ថានដើម្បីរៀបចំឲ្យមានជាយើងហៅប្រព័ន្ធគ្រប់គ្រងសុខភាពនិងសុខភាពការងារហេតុអីវាសំខាន់ព្រោះវាជាចំណែកមួយដើម្បីលើកកម្ពស់សុខភាពនិងសុខភាពការងារដល់កម្មករហើយរឿងអាបេស្តុងនេះខ្ញុំជឿថាវាជាហានិភ័យនឹងមួយដែលមានដែលអាចនឹងត្រូវបានដោះស្រាយដោយប្រព័ន្ធគ្រប់គ្រងសុខភាពនិងសុខភាពការងារនេះគោលបំណងនៃយុទ្ធនាការអាបេស្តុងរបស់យើងគឺយើងធ្វើឡើងគឺក្នុងគោលបំណងជួយជំរុញក៏ដូចជាគ្រប់គ្រងរដ្ឋាភិបាលនៅក្នុងការទប់ស្កាត់ក៏ដូចជាលុបបំបាត់សារធាតុអាបេស្តុងហើយយើងធ្វើឡើងដោយជាមួយដៃគូក្នុងនោះគឺមានស្ថាប័នរដ្ឋាភិបាលក៏ដូចជាសហជីពហើយនិងអង្គការក្រៅរដ្ឋាភិបាល
ជាទូទៅយើងពិនិត្យឃើញថាសារធាតុបេស្តូហ្នឹងគឺមានផលប៉ះពាល់ច្រើនដោយដែលវាគ្មិនពីដើមគាត់បានលើកឡើងអញ្ចឹងហើយទន្ទឹមទាំងមានផលប៉ះពាល់ច្រើនប៉ុន្តែសារធាតុបេស្តូនេះគឺនៅតែដំណើរការនិងមានចរាចរណ៍ជួញដូរនៅតាមទីផ្សារទូទាំងពិភពលោកជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង អ្នកប្រើប្រាស់ដល់ម្ចាស់សំណង់ទាំងឡាយអញ្ចឹងគឺតាមរយៈនេះដែរក៏ខ្ញុំសូមប្រកបឱកាសគឺផ្សព្វផ្សាយថាជាងត្រូវតែចុះបញ្ជីបាទទៅចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ឬមួយក៏នៅមន្ទីរបាទក្រុមជាងគឺនៅមន្ទីរព្រោះក្រុមហ៊ុនគឺនៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បាទ សូមអរគុណលោកជាសិភេមែនតើជាពិសេសគឺចាប់អារម្មណ៍ទៅលើរឿងក្រសួងដែលពង្រៀងប្រកាសស្ដីអំពីការដាក់ស្លាកសញ្ញាថាស្លាកសញ្ញាមាន asbestos អញ្ចឹងយើងបានចំណុចសំខាន់ពីក្រសួងការងារគឺពង្រៀងច្បាប់ OSH ហើយក្រសួងដែនដីកំពុងតែពង្រៀងលើប្រកាសរឿងផ្នែក asbestos អញ្ចឹងមិញក៏តាក់ទងរឿងការចុះបញ្ជីហើយការធ្វើបទបង្ហាញរបស់ខ្ញុំក៏និយាយអំពីអ្នកស្រាវជ្រាវកូរ៉េដែលគាត់ថាកម្មករសំណង់យើងនឹងនៅក្រៅដែលមិនទាន់បានចុះបញ្ជីមានដល់ 97.2% ហើយបងបូរ៉ាគាត់ស្ដីថាមិនក៏ច្រើនម្លេះបាទខ្ញុំក៏ទទួលស្គាល់ថាច្រើនព្រោះកាលពីឆ្នាំ2018សហព័ន្ធយើងស្រាវជ្រាវទៅឃើញកម្មករសំណង់ដែលអត់ទាន់ចុះបញ្ជីនៅបសមានតែ 92% តែដល់ពេលកូរ៉េរកឃើញដល់ 97% អញ្ចឹងមានអារម្មណ៍ថាច្រើនដែរ